ចង់ទៅវត្តមិនតែបងប្អូនមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើម្ហូបមែនទេ admin មានម្ហូបពីរមុខដែលចំណាយពេលតិចសម្រាប់បងប្អូនជ្រើសរើសម្ហូបទី1គឺស្ងោរឆ្អឹងជំនីខ្ចីហើយនេះគឺជាគ្រឿងផ្សំទាំងអស់សម្រាប់ស្ងោរមួយនេះជាដំបូងរំងាស់ទឹកឲ្យពុះហើយចាក់បង្គាក្រៀមចូលបន្ទាប់មកចាក់ឆ្អឹងជំនីខ្ចីចូលបើសិនជាបងប្អូនចង់ទិញសាច់ស្រស់ដែលមានគុណភាពល្អបងប្អូនអាចរកទិញបាននៅ CP Fresh Shop រួចហើយបងប្អូនអាចបន្ថែមគ្រឿងផ្សំតាមចំណូលចិត្តរបស់បងប្អូនបានជាចុងក្រោយបង្អស់បងប្អូនអាចបំបន្លែដូចជាការ៉ុតដំឡូងបារាំងនិងស្ពៃក្រញ៉ាំឥឡូវនេះសម្លរបស់យើងរៀបរាល់ជាការស្រេចបន្ទាប់មក admin ធ្វើការដួសដាក់ចានទៅនឹងញ៉ាំអត់បងប្អូនសម្រាប់មុខម្ហូបទី2ក៏ងាយស្រួលធ្វើដែរគឺប្រហិតបំពងចំពោះប្រហិត admin ជ្រើសរើសយកប្រហិត CP ដែលផលិតឡើងពីសាច់មាន់សុទ្ធនិងទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ GHP និង AACCP បងប្អូនអាចបរិភោគបានដោយមិនប៉ះពាល់ដល់សុខភាពអញ្ចឹងសម្រាប់ប្រហិតនេះ admin បំពងរយៈពេល2ទៅ3នាទីប្រហិតឆ្អិនហើយបងប្អូនញ៉ាំជាមួយទឹកម្ទេសទៀតកាន់តែមានជាតិការចម្អិនម្ហូបពីរមុខនេះត្រូវការពេលវេលារៀបចំគ្រឿងផ្សំនិងចម្អិនលឿនបំផុតបងប្អូននឹងមិនទៅវត្តយឺតឡើយ